mình cùi sọp phụ cọt ấy thế nâng không này thố ai hào ban tha chi mà nô anatha dương tràn prao chùm phụ nẹ cro sầm bát miền tây sầm bay ấy chứ đấy ca để ọt tây sầm bay ọt trọp sầm bát nôព្រះបរមគ្រូមិនហៅថាជនអនាថាទេមនុស្សអ្នកមានកិលេសទេដែលហៅនោះតែអ្នកអនាថាពិតប្រាកដគឺអ្នកដែលគ្មានទីពឹងផ្លូវចិត្តពេលយើងហៅអ្នកអត់ផ្ទះអត់សម្បែងអត់ទ្រព្យអត់សម្បត្តិថាជាជនអនាថាអញ្ចឹងព្រះសម្មាសម្ពុទ្ធនឹងអនាថាបាត់ហើយព្រោះព្រះអង្គអត់មានផ្ទះអត់មានអីផងហ្នឹងនឹកឃើញរឿងហ្នឹងនឹកឃើញទៅដល់រឿងសុបពុទ្ធកុដ្ឋិនិយាយរឿងទៅចាស់មិនមែនជាសំណួរតែលើកឡើងអញ្ចឹងស្មាននឹកឃើញព្រឹត្តិការណ៍បែបហ្នឹងក៏លើករឿងតិចទៅគាត់ជាមនុស្សកើតខ្លងសុបពុទ្ធសុបពុទ្ធកុដ្ឋិសុបពុទ្ធកុដ្ឋិហ្នឹងគាត់កើតខ្លងហើយគាត់ដើរទៅសុំទានទេប៉ុន្តែគាត់ស្ដាប់ធម៌ច្បាស់ឃើញច្បាស់នៅសច្ចធម៌បានសម្រេចជាសោតាបត្តបុគ្គលនឹងបុគ្គលមានខ្លួនឯងជាទីពឹងពិតប្រកបតែមកសោតាណាហើយនៅពេលដែលព្រះសម្មាសម្ពុទ្ធនិមន្តទៅវត្តវិញគាត់ទៅអត់តាន់ព្រោះគាត់ទៅត្រៀមអញ្ចឹងគាត់ចង់ទៅថ្លែងអំណរគុណចំពោះព្រះបរមគ្រូដែលព្រះអង្គលើកឡើងនៅពធធ្វើឲ្យគាត់អ្នកក្រអ្នកសុំទានតែមាន feel ថាក៏អត់មានខ្វះអីគាត់ទៅជាលែងមានភាពខ្វះខាតនៅក្នុងចិត្តក៏រស់ដោយសេចក្តីសុខក្នុងភាពជាអ្នកសុំទានដដែលនោះអត់មានខ្លាយទៅជាសទ្ធិអីទេតែគាត់ពាល់ត្រូវនៅភាពដែលមានខ្លួនឯងជាទីពឹងពិតប្រាកដនឹងហើយដល់តែអញ្ចឹងសកទេវរាជហ្នឹងចង់មកអដេញពិសោធន៍មើលថាតើអ្នកដែលឃើញធัวម្លឹងទៅនៅជ្រួលច្បល់អត់នេះយើងមនុស្សសាមញ្ញចែក sticker យើងផ្អើលប៉ុណ្ណឹងអានោះផ្អិនមកណាអ្នកដែលយល់ធម៌ពិតប្រាកដអ្នកឃើញសច្ចធម៌អត់ទេផ្អិនអីផ្អិនទៅតែយល់ខុសហៅតែពីលទាំងអស់គាត់ដើរទៅថ្វាយបង្គំអរគុណព្រះសម្មាសម្ពុទ្ធសកទេវរាជមកឈរលើអាកាសប្រអិនហៅគាត់ថាទុក្កតៈបរិស័ទប្រែថាណែបរោះទុរគតហ្នឹងគឺថាមនុស្សរស់ដោយលំបាកមនុស្សក្រមនុស្សគ្មានទីពឹងនឹងឯងហៅថាទុរគតអញ្ចឹងពាក្យហ្នឹងវាខ្មែរយើងប្រើប្រហាក់ប្រហែលនឹងអនាថាហ្នឹងឯងអនាថាទុរគតកំសត់អត់ឃ្លានឯហ្នឹងស្កទេវរាជស្រែកចឹងទៅឯនេះសួរទៅវិញថាកោអីសោនរណានឹងហូអាយុនរណាអហង្សកំហេយើងជាសកទេវរាជសកក៏សកទៅប៉ុន្តែមកបាំងផ្លូវយើងធ្វើអីនិយាយអត់មានភ័យខ្លាចអីទេអ្នកដែលយល់សច្ចធម៌ច្បាស់ចាក់ធ្លុះសច្ចធម៌ច្បាស់ចង់ប្រអិនបកោសីអីក៏អត់មានភ័យព្រួយអីដែរហើយក៏មិនអរំភើបទៅអូអញបានជួបប្រអិនហើយអីក៏អត់ដែរប្រអិនឯងហ្នឹងឃើញទេហើយប្រអិនសួរថាណែឯងទៅណាយើង
ទៅគាល់អរគុណព្រះសម្មាសម្ពុទ្ធប៉ុន្តែហាមណាអ្នកហៅយើងខុសហើយអ្នកប្រាជ្ញទាំងឡាយមិនដែលហៅមនុស្សដែលមានអរិយទ្រព្យដូចជាយើងថាជាជនទុរគតឡើយមនុស្សសាមញ្ញប៉ុណ្ណោះមនុស្សពាលប៉ុណ្ណោះដែលហៅមនុស្សដែលមានអរិយទ្រព្យថាជាមនុស្សទុរគតអរិយទ្រព្យមានសទ្ធាត្រូវមានសិលមានចាគៈមានហិរិមានអតបៈណាហើយមានបញ្ញាយល់ត្រូវបុគ្គលឯណានៅក្នុងស្ថានភាពគ្រួសារបែបណាជីវភាពបែបណាឲ្យតែមាននៅអរិយទ្រព្យអ្នកប្រាជ្ញទាំងឡាយមានព្រះសម្មាសម្ពុទ្ធនិងព្រះបច្ចេកពុទ្ធជាដើមមិនហៅបុគ្គលនោះថាជាជនទុរគតឡើយណាថាជាជនអនាថាឡើយពួកពេញមនុស្សមានចិត្តបន់គេនេះមានប្រអិនមកមានស្លន់ស្លោយតែដល់ឡើងចេះឲ្យតែអ្នកឯងពោលពាក្យតែ3ឃ្លាទៅណែឯងចង់បានអីក៏យើងឲ្យដែរចង់ជាពិឃ្លងចង់មានទ្រព្យសម្បត្តិណាចង់ខ្លាយជាសេដ្ឋីចង់ខ្លាយជាមេទ័ពចង់ខ្លាយជាបរិជាយើងធ្វើឲ្យបានទាំងអស់ព្រោះអំណាចយើងជាប្រអិនប៉ុន្តែមានលក្ខខណ្ឌអ្នកឯងត្រូវពោលពាក្យ3ម៉ាត់3ឃ្លាឃ្លាទី1ថាពុទ្ធោណពុទ្ធោធម្មោណធម្មោទី2ទី3សង្ឃោណសង្ឃោប៉ុណ្ណាចង់និយាយថាពុទ្ធនឹងវាគ្មានពុទ្ធអីមែនទេអ្នកត្រាស់ដឹងធម៌មែនទេស្អីទេគ្មានទេហើយធម៌នឹងក៏វាគ្មានជាសច្ចធម៌អីពិតប្រាកដអាចធ្វើឲ្យសត្វលោករួចផុតទុក្ខអីដែរសង្ឃោទៅថាសង្ឃបរិសុទ្ធដែលប្រព្រឹត្តតាមឱវាទរបស់ពុទ្ធដើរតាមមាគ៌ាពុទ្ធឲ្យរួចផុតទុក្ខដែរនោះក៏គ្មានដែរថាតែប៉ុណ្្នឹងមកមិនចង់បានអីឥឡូវសម្បត្តិនៅក្នុងពិភពលោកហ្នឹងយើងឲ្យទាំងអស់ថាប៉ុណ្ណឹងមកបុរសខ្លួនថាអន្តពាលោសេណែជួនអន្តពាលអ្នកមិនក៏បីនិយាយពាក្យនោះនឹងយើងឡើយណាអបិហេចូលប្រាស់ពីមុខយើងទៅចូលអន្តរធានពីមុខយើងទៅយើងមិនត្រូវការជំនួយពីអ្នកឡើយដំណើររបស់យើងទៅជួបព្រះបិតាមិនអាចបុគ្គលណាមួយមកបង្វែរទិសយើងបានឡើយចូលអ្នកអន្តរធានចេញពីមុខយើងចុះអស្ចារ្យទេហ្នឹងមាននេះណូមកពីច្បាស់រឹងតឹងណូមកពីច្បាស់ថាលោកបានឃើញអ្វីយ៉ាងពិតប្រាកដមានទីពឹងយ៉ាងពិតប្រាកដនៅក្នុងចិត្តដូច្នេះកុំថាឡើយត្រឹមមនុស្សចែក sticker កាត់ហុងស៊ុយប៉ុណ្ណឹងទេវតាមកចែកក៏អត់យកដែរនេះប្រអិនមកខ្លួនឯងក៏អត់ដែរហើយកុំថាឡើយដល់មានម៉ូតូជិះទៅយក sticker ខ្លួនឯងនោះដើរកាន់តែឈើច្រត់ដើរសុំទានអត់ខ្ពើមព្រោះអីពីព្រោះគាត់មានទីពឹងនៅក្នុងចិត្តរបស់គាត់ហ្នឹងហើយដូច្នេះគាត់មិនមែនជាជនអនាថាទេគាត់ជាមនុស្សដែលមានឈ្មោះថាអត្តាហិអត្តនោនេថោគឺមានខ្លួនជាទីពឹងពិតប្រាកដដូច្នេះរបស់ខាងក្រៅមិនអាចធ្វើឲ្យកម្រើកញាប់ញ័រទៀតឡើយ